បាទថ្ងៃនេះលោកអុកញ៉ាមកតំណាងឲ្យខាងណាដែរបាទហើយមកនឹងក្នុងកម្មវិធីអ្វីដែរបាទថ្ងៃនេះខ្ញុំតំណាងឲ្យសាលាសិលាមាសនាយកសាលាសិលាមាសតំណាងព្រះវិហារ One Faith Church តំណាងឲ្យអង្គការ Hope Cambodia អញ្ចឹងមាន3ក្រុមហើយកម្មវិធីដែលជិះមកថ្ងៃនេះជាកម្មវិធីអ្វីដែរបាទកម្មវិធីនេះជាកម្មវិធីផ្ដល់ផ្ទះដល់អ្នកក្រីក្រខ្វះខាតដែលរស់នៅសហគមន៍ដងនេះបាទយើងបកគលផ្ទះមួយខ្នងបាទជាផ្ទះថ្មដែលមានតម្លៃសាងសង់នឹងជាង$4,000សម្រាប់ប្រជាជនក្រីក្រនៅទីនេះមួយគ្រួសារហើយថវិកាដែលសាងសង់ផ្ទះនេះជាថវិកាសាលាឬក៏ជាថវិកាសប្បុរសជនបាទថវិកានេះជាថវិកាសប្បុរសជនតាមរយៈសាលាតាមរយៈអង្គការយើងមូលមាត់គ្នានឹងរៀបចំឲ្យកសាងផ្ទះនេះឡើងបាទសប្បុរសជនតែនៅក្នុងប្រទេសឬក៏មានទីក្រៅប្រទេសមកដែរបាទ One Faith Church យើងមានសាខានៅសហរដ្ឋអាមេរិកដែរទីរដ្ឋ California ទីក្រុង Los Angeles បាទ LA អញ្ចឹងយើង One Faith Church នៅភ្នំពេញជាបងប្អូនជាមួយ California Church ដែលយើងហៅថា One Faith Church នៅ LA បាទហើយសាលាសិលាមាសក៏មានថវិកាចូលរួមជាមួយនឹងការងារនេះមិនមែនតែរឿងផ្ទះតែមួយទេរឿងរៃអង្គាសដើម្បីជួយអ្នកក្រីក្រនៅក្នុងសហគមន៍យើងមានការចែកអំណោយហើយនឹងមួយទៀតគឺយើងបណ្ដុះមនោគមវិជ្ជាពិសេសមួយគឺឲ្យសិស្សរបស់យើងចេះស្រឡាញ់អ្នកក្រីក្រនិងចេះជួយអ្នកក្រីក្រហើយមានទឹកចិត្តណាចង់ឲ្យសហគមន៍បានទទួលភាពកក់ក្ដៅហើយនិស្សិតសិស្សអនាគតល្អចឹងអនាគតល្អនេះហើយដែលអាចជួយសង្គមជាតិប៉ុន្តែបើយើងអត់បានបណ្ដុះគំនិតស្រឡាញ់អ្នកក្រីក្រអ្នកខ្វះខាតជុំវិញខ្លួនទេគឺចំណេះវិជ្ជានឹងប្រើប្រាស់ខុសទិសដៅអញ្ចឹងសាលាយកចិត្តទុកដាក់ចំណុចនេះដើម្បីឲ្យមានការអាណិតស្រឡាញ់និងថែរក្សាគ្នានៅក្នុងសង្គមជាតិខ្មែរយើងហើយរយៈពេលកន្លងមកនេះដោយសារមានសង្គ្រាមឈ្លានពានរបស់ថៃយើងរឹតតែត្រូវការមโนសតិដែលស្រឡាញ់ជាតិមាតុភូមិនិងសាមគ្គីជាតិផ្ទៃក្នុងនិងត្រូវការគ្នាទៅវិញទៅមកលោកញ៉ាតើនេះជាជំនួយលើកទី1ឬក៏ជាជំនួយលើកទី2អត់ទេនេះគឺអង្គការហូបព្រះវិហារខ្ញុំបាទផ្ទាល់ដែលជាអ្នកដឹកនាំនេះគឺយើងបានជួយសហគមន៍នេះតាំងពីដើមមកសហគមន៍នេះប្រជាពលរដ្ឋនៅទីនេះគឺនៅបរិយាកៃឡាយើងស្គាល់ហើយបរិយាកៃឡារាជធានីភ្នំពេញប៉ុន្តែនៅទីនោះមានការអភិវឌ្ឍចឹងរាជរដ្ឋាភិបាលបានយកលោកមកនៅសហគមន៍នេះដោយចែកដីឲ្យចឹងគឺអ្នកខ្លះក៏មានថវិកាសង់ផ្ទះអ្នកខ្លះក៏គ្មានចឹងចាប់ផ្ដើមសង់តាំងពី$2,000មួយខ្នងរហូតមកដល់ឥឡូវនេះគឺ20ឆ្នាំជាងហើយយើងមួយឆ្នាំមួយខ្នងពីរខ្នងអ្នកដែលខ្វះខាតមែនទែនគឺយើងសង់ឲ្យដូចផ្ទះនេះជារឿងមួយសំខាន់គ្រួសារនេះគាត់ម៉ាយគាត់មានជំងឺខ្សោយតម្រងនោមដែលត្រូវលាងឈាមរៀងរាល់សប្តាហ៍ហើយខ្ញុំជាគ្រូពេទ្យខ្ញុំដឹងថាបន្ទុកនេះធ្ងន់ហើយជីវិតគឺមិនសល់ពេលច្រើនហើយកូនច្រើនដែរណាកូនគាត់ដល់3-4នាក់អញ្ចឹងហើយយើងគាត់អត់មានដបូលច្រកទេអញ្ចឹងយើងចាប់ផ្ដើមយកគ្រួសារនេះដើម្បីផ្គត់ផ្គង់គាត់ហើយយើងនឹងមើលបន្តទៀតគ្រួសារបន្តយើងបានប៉ុណ្ណាយើងធ្វើប៉ុណ្ណាហើយការបណ្ដុះគំនិតឲ្យស្រឡាញ់អ្នកក្រីក្រគឺជាចំណុចសំខាន់ណាបាទសម្រាប់លំនៅឋាននេះប្រហែលខ្នងហើយដែល
លោកអុកញ៉ា ខ្ញុំពិបាកចាំសូមអធិស្ឋានណាយើងទៅតែជាមិនតិចជាង20ខ្នងបាទបាទ តែសម្រាប់តែសហគមន៍នឹងមួយឬក៏នៅកន្លែងណាផ្សេងទៀតដែរ កាលមុនយើងធ្វើនៅភូមិដងនៅចិត្តនៅក្នុងរាជធានីភ្នំពេញមកសហគមន៍ទៀតដែលចាញ់ពីបរិយាកីឡាដែរប៉ុន្តែនៅទីនោះឥឡូវដីវាឡើងថ្លៃគាត់បានលក់ចាក់ចេញអស់ហើយបាទដីឡើងថ្លៃនៅកណ្ដាលទីក្រុងដែរនៅឈូកវ៉ានៅម្ដុំក្រាំងធ្នងណាបាទអញ្ចឹងលោកលក់ដីចាក់ចេញអស់ហើយនៅសល់តិចតួចណាយើងជួយពីសហគមន៍នេះជាប្រចាំណាមហូបអាហារសៀវភៅរៀនសម្រាប់កូនសិស្សណាហើយសាលាក៏មានអាហារូបករណ៍សម្រាប់កុមារកំព្រាដែរបាទនៅតាមសហគមន៍ សហគមន៍ហើយអង្គការហូបហ្នឹងកាលមុនយើងមានជនស្ម័គ្រចិត្តណាដើម្បីជួយពីព្រោះសហគមន៍នៅក្នុងសហគមន៍ហ្នឹងគឺមានអ្នកផ្ទុកមានអ្នកផ្ទុកជំងឺចឹងត្រូវមកពេទ្យជាប្រចាំចឹងអង្គការហូបរោថវិកានឹងជូនគាត់មកពេទ្យយកត្រឡប់ទៅវិញមើលថែគាត់ខ្លះដើម្បីជួយលើកជីវភាពគាត់ជាពិសេសកូនរបស់គាត់ឲ្យទប់ឲ្យមានចំណេះឲ្យមានពេលទៅសាលារៀន ក្រៅពីពិធីបុគ្គលលំនៅឋាននេះតើខាងលោកញ៉ាមាននាំជំនួយអ្វីខ្លះដែរសម្រាប់បងប្អូនសហគមន៍ ឥឡូវថ្ងៃនេះគឺតាមមួយរឿងទេគឺបកគលផ្ទះប៉ុន្តែម្នាក់មកទីនេះគឺគេមកឡើងផ្ទះហ្នឹងហើយអញ្ចឹងគេមានកាដូបន្តិចតួចឲ្យម្ចាស់ផ្ទះនិងអ្នកភូមិគេយកមកកាន់ផ្ទាត់ដៃមកបាទមានអ្វីមានក៏លោកញ៉ាសម្រាប់បងប្អូនសហគមន៍ នៅសហគមន៍នេះគឺការផ្ដាំផ្ញើគឺជារឿងមួយគឺរាប់អានស្រឡាញ់គ្នាទៅវិញទៅមកដោយដែលខ្ញុំបាននិយាយជំរាបខាងដើមអញ្ចឹងគឺការស្រឡាញ់គ្នានៅក្នុងសហគមន៍សំខាន់ការជួយគ្នាទៅវិញទៅមកដែលយើងខំធ្វើនេះដើម្បីជាគំរូចំណុចទី2គឺនៅសហគមន៍នេះត្រូវការប្រយ័ត្នប្រយែងអំពីអនាម័យ ណាម្ហូបអាហារអនាម័យនិងការថែរក្សាសុខភាពជាពិសេសគឺអនាម័យគឺម្ហូបគឺត្រូវប្រយ័ត្នប្រយែងហ្មងកុំឲ្យមានរាគរូសណាហើយការឆ្លងរោគតាមផ្លូវដង្ហើមត្រូវពាក់ម៉ាស់ត្រូវសម្អាតអនាម័យដៃមុននឹងធ្វើម្ហូបណាដើម្បីកាត់បន្ថយចំណាយទៅលើជំងឺកប៉ិចកប៉ុកដែលកើតដោយសារអត់អនាម័យ ហើយការហូបចុកនេះគឺរបស់ដែលឆ្អិនល្អក្តៅគឺអស់មេរោគតែរបស់ទុកគឺយកមកកម្ដៅឲ្យក្តៅល្អហើយបន្លែដែលមិនលាងទឹកបានស្អាតទេកុំទទួលទានយើងត្រូវលាងឲ្យស្អាតបើមិនទុកចិត្តយកបន្លែហ្នឹងធ្វើឲ្យឆ្អិនទៅយើងទទួលទានភ្លាមទៅគឺអត់មានរាគរូសទេអញ្ចឹងជំងឺរាគរូសនេះគឺជំងឺឆ្លងផ្លូវដង្ហើមនេះដោយសារយើងអត់អនាម័យអញ្ចឹងលោកត្រូវចេះវិធីសាស្ត្រអនាម័យដើម្បីកាត់បន្ថយចំណាយទៅលើពេទ្យអរគុណលោកអញ្ញាដែលបានផ្ដល់បទសម្ភាសន៍